Welcome to the Voice of America in Kamai. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីក្នុងកម្មវិធីផ្សាយរបស់ VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃពុធទី11ខែមីនាឆ្នាំ2015នេះខ្ញុំជើងពូជីននិងសហការី VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកសូមស្វាគមន៍អស់លោកអ្នកពីរដ្ឋធានី Washington តទៅនេះលោកឈឹមសមេតសូមជូនដើមរឿងព័ត៌មានសំខាន់ប្រទេសអ៊ីរ៉ង់និយាយថាលិខិតរបស់ពួកសមាជិកប្រតិសភាសហរដ្ឋអាមេរិកនាំឲ្យមានការមិនទុកចិត្តសហរដ្ឋអាមេរិកប្រាក់អឺរ៉ូចុះថ្លៃបើប្រៀបធៀបជាមួយប្រាក់ដុល្លារអាមេរិកប្រទេសជប៉ុនរំលឹកខួបឆ្នាំទី70នៃការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើទីក្រុងតូក្យូក្នុងការផ្សាយរបស់ VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅពេលព្រឹកនេះពីរាជធានីភ្នំពេញមានសេចក្តីរាយការណ៍ពីក្រុមការងាររបស់គណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានដាក់សេចក្តីស្នើច្បាប់ជូនសភាដើម្បីពិនិត្យហើយពីរដ្ឋធានី Washington មានសេចក្តីរាយការណ៍ពីការភ្ញាក់ផ្អើលរឿងអ៊ីមែលរបស់លោកស្រី Clinton អាចនឹងមានផលប៉ះពាល់ខាងនយោបាយសូមអរលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍នេះនិងសេចក្តីរាយការណ៍ផ្សេងៗទៀតក្រោយព័ត៌មានអន្តរជាតិដែលជូនដោយលោកឈឹមសមេតកាលពីថ្ងៃអង្គារលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថាលិខិតមួយច្បាប់របស់ពួកសមាជិកព្រឹទ្ធសភាមួយក្រុមខាងគណៈបក្សសាធារណរដ្ឋដែលព្រមមានថាកិច្ចព្រមព្រៀងខាងបរិមាណមួយដែលអាចមានជាមួយរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់អាចត្រូវលុបចោលនៅពេលណាលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាចេញពីតំណែងនាំឲ្យយល់ថាមិនត្រូវទុកចិត្តសហរដ្ឋអាមេរិកទេនៅក្នុងទីក្រុងតេអ៊ីរ៉ង់លោកមហាម៉ាត់យ៉ាបាត់ហ្សារីហ្វបានមានប្រសាសន៍ប្រាប់សភាពួកអ្នកជំនាញការដែលជាអង្គការកម្ពុជានៃពួកបព្វជិតអ៊ីស្លាមអ៊ីរ៉ង់ថាលិខិតមកពីសមាជិកសភាសហរដ្ឋអាមេរិក47នាក់នេះជាការមិនធ្លាប់មានពីពីមុនទេហើយមិនត្រឹមត្រូវតាមការទូតឡើយជាការពិតសម្បត្តិនេះនិយាយប្រាប់យើងថាយើងមិនអាចទុកចិត្តសហរដ្ឋអាមេរិកបានទេលិខិតរបស់ពួកសមាជិកព្រឹទ្ធសភាអាមេរិកទាំងនេះកាលពីថ្ងៃច័ន្ទបានព្រមានពួកមេដឹកនាំអ៊ីរ៉ង់ថាកិច្ចព្រមព្រៀងណាមួយដែលលោកអូបាម៉ាធ្វើការចរចាជាមួយរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់អាចមានសុពលភាពត្រឹមតែពេលណាលោកចាក់ចេញពីតំណែងនៅដើមឆ្នាំ2017តែប៉ុណ្ណោះទំនាក់ទំនងបរទេសរបស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលឯទៀតបានត្រូវធ្វើជានិច្ចសឹងតែទាំងអស់ដោយប្រធានាធិបតីរបស់ប្រទេសនិងពួកអ្នកការទូតអាមេរិកហើយអន្តរាគមន៍ដោយផ្ទាល់របស់ពួកសមាជិកសភាទាំងនេះជាមួយលិខិតនោះនាំឲ្យលោកអូបាម៉ាខឹងសម្បាកាលពីពេលមុននេះលោកហ្សារីហ្វបានមានប្រសាសន៍ថាលិខិតនេះរបស់ពួកសាធារណរដ្ឋទាំងនេះគ្មានតម្លៃខាងផ្លូវច្បាប់ទេហើយភាគច្រើនជាឧបាយកលឃោសនាមួយលោកបាននិយាយថាប្រសិនបើរដ្ឋបាលសហរដ្ឋអាមេរិកលើកក្រោយលុបចោលកិច្ចព្រមព្រៀងណាមួយជាមួយប្រទេសអ៊ីរ៉ង់ប្រទេសអាមេរិកនឹងរំលោភចាក់ស្ដែងលើច្បាប់អន្តរជាតិកាលពីថ្ងៃអង្គារប្រាក់អឺរ៉ូរបស់ទ្វីបអឺរ៉ុបបានចុះថ្លៃទៀតដោយចុះជិតដល់កម្រិតទាបមួយក្នុងរយៈពេល12ឆ្នាំបើប្រៀបធៀបជាមួយប្រាក់ដុល្លារអាមេរិករូបិយប័ណ្ណតែមួយនេះដែលបានត្រូវប្រើប្រាស់ក្នុងតំបន់ប្រាក់អឺរ៉ូដែលមានប្រទេសជាតិ19ជាសមាជិកបានចុះតម្លៃមកនៅត្រឹម1អឺរ៉ូស្មើនឹង$1.07ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមេសាឆ្នាំ2003មកហើយទាបជាងកម្រិតថ្លៃបំផុតកាលពីពាក់កណ្ដាលឆ្នាំ2008ដែល1អឺរ៉ូស្មើនឹង$1.60អាមេរិកប្រាក់អឺរ៉ូបានចុះថ្លៃច្រើនសប្តាហ៍មកហើយដោយសារភាពទន់ខ្សោយនៃសេដ្ឋកិច្ចទ្វីបអឺរ៉ុបនិងសេដ្ឋកិច្ចអាមេរិកមានការលូតលាស់ជាងមុនពួកអ្នកបណ្ដាក់ទុននិងពួកមន្ត្រីអឺរ៉ុបក៏ព្រួយបារម្ភដែរថាកិច្ចចរចាអំពីការជួយស្រោចស្រង់ហិរញ្ញវត្ថុរបស់ប្រទេសក្រិកអាចមានការពិបាកដោះស្រាយក្នុងពេលប៉ុន្មានខែខាងមុខនេះកាលពីខែមុនផ្សារការងារអាមេរិកបានបន្ថែមការងារចំនួន 295,000 ដែលជាខែទី12បន្តគ្នាដែលកំណើនការងារមានទាំងអស់ជាង 200,000 ជំរុញឲ្យអត្រាមនុស្សគ្មានការងារធ្វើក្នុងសហរដ្ឋអាមេរិកចុះថយមកនៅត្រឹម
5កដកសញ្ញា 5% នៅពេលជាមួយគ្នានេះអត្រាមនុស្សគ្មានការងារធ្វើក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូមានជាង 11%ផ្នែកផ្សាយជាពិសេសចិន Mandarin នៃ VOA សម្លេងសហរដ្ឋអាមេរិកបានរាយការណ៍ថាកាលពីថ្ងៃអង្គារអ្នកស្រុកក្រុងតូក្យូបានប្រមូលផ្ដុំគ្នាដើម្បីរំលឹកខួបការឆ្មក់វាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីក្រុងតូក្យូកាលពីថ្ងៃទី10ខែមីនាឆ្នាំ1945ដែលជាការវាយប្រហារដ៏ប្រឡាយបំផុតក្នុងប្រវត្តិសាស្ត្រព្រះអង្គម្ចាស់មួយអង្គជាសមាជិកនៃព្រះរាជវង្សានុវង្សជប៉ុននិងព្រះអង្គម្ចាស់ក្សត្រី Akishino បានដឹកនាំពិធីខាងព្រះពុទ្ធសាសនានៅក្នុងមហាសាលរំលឹកដល់ព្រឹត្តិការណ៍នេះនៅក្នុងទីក្រុងតូក្យូលោកនាយករដ្ឋមន្ត្រី Shinzo Abe បានចូលរួមក្នុងពិធីនេះជាលើកដំបូងឆ្នាំនេះកំណត់ខួបឆ្នាំទី70នៃការទម្លាក់គ្រាប់បែកដោយកងយន្តហោះចម្បាំងសហរដ្ឋអាមេរិកលើទីក្រុងតូក្យូកាលពីពេលពាក់កណ្ដាលអាទិត្យថ្ងៃទី10ខែមីនាឆ្នាំ1945ការទម្លាក់គ្រាប់បែកនោះបានបំផ្លាញផ្នែកធំធេងមួយនៃបរិយាកាសនៃទីក្រុងតូក្យូដែលមានរោងចក្រតូចៗនិងមានផ្ទះធ្វើពីឈើនិងក្រដាស The Voice of America, VOA. មួយថ្ងៃក្រោយពីសេចក្តីព្រៀងសេចក្តីស្នើច្បាប់2ដើម្បីធ្វើការកែតម្រង់ការបោះឆ្នោតនៅកម្ពុជាបានដាក់បង្ហាញជាសាធារណៈក្រុមការងាររបស់គណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានដាក់សេចក្តីស្នើច្បាប់នេះជូនរដ្ឋសភារួចហើយដើម្បីពិនិត្យដោយឡែកប្រជាពលរដ្ឋមួយចំនួនមានការដឹងឮតិចតួចបំផុតចំពោះសេចក្តីស្នើច្បាប់នេះលោកនៅវណ្ណរិនរាយការណ៍រឿងនេះពីទីក្រុងភ្នំពេញដោយតទៅប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមួយចំនួនមានការយល់ដឹងតិចតួចពីសេចក្តីស្នើសេចក្តីព្រាងច្បាប់ថ្មីស្តីពីការកែតម្រង់ការបោះឆ្នោតក៏ប៉ុន្តែពួកគេយល់ថាការបង្កើតសេចក្តីព្រាងច្បាប់នេះគឺជាជំហានវិជ្ជមានមួយកាលពីថ្ងៃច័ន្ទគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានធ្វើសិក្ខាសាលាថ្នាក់ជាតិមួយក្រោមការពហិការរបស់ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាដើម្បីបង្ហាញជូនសាធារណជនអំពីសេចក្តីស្នើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតនិងសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រក្រោយពីការធ្វើវិសោធនកម្មរួមគ្នាជាច្រើនខែរួចមកក្រុមប្រជាពលរដ្ឋដែលត្រូវបានសម្ភាសន៍បានបញ្ជាក់ថាពួកគេផ្ចង់អារម្មណ៍ទៅលើមុខរបររបស់ពួកគេច្រើនជាងការតាមដានទៅលើការសម្រេចចិត្តរបស់គណៈបកនយោបាយទាំងពីរដែលធ្លាប់មានភាពចម្រុងចម្រាស់ផ្នែកនយោបាយនឹងគ្នានោះអ្នកស្រីអ៊ុចរស្មីគឺជាអ្នកលក់គ្រឿងអលង្ការនិងដូរលុយនៅផ្សារបឹងកេងកងស្ត្រីអាយុ36ឆ្នាំរូបនេះពោលថាអ្នកស្រីមិនបានតាមដាននិងស្វែងយល់ពីសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះទេចំណេញប្រទេសជាតិខ្លះដែរប៉ុន្តែខ្ញុំវាមិនសូវយល់រឿងហ្នឹងព្រោះខ្ញុំវាមិនសូវតាមដានគេតែដឹងទៅរឿងអូស៊ីអង្គុយនៅក្បែរបរិវេណសាកលវិទ្យាល័យបញ្ញាសាស្ត្រសួនសុវឌ្ឍនានិស្សិតឆ្នាំទី3ផ្នែកអក្សរសាស្ត្រអង់គ្លេសក៏បានឲ្យដឹងដូចគ្នាផងដែរថាលោកបានផ្ដោតការយកចិត្តទុកដាក់ទៅលើការសិក្សាច្រើនជាងការតាមដានការបង្កើតច្បាប់ថ្មីទាំងនេះតែទោះជាយ៉ាងនេះក្តីសុវឌ្ឍនាយល់ថានេះជាជំហានវិជ្ជមានមួយក្រោយពីគណៈបកទាំងពីរមានអរិយភាពផ្នែកនយោបាយនិងគ្នាក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំ2013មកសរុបរួមលោកយល់ថាមាត្រាទី133ដែលចែងពីការដកកៅអីសភារបស់គណៈបកនយោបាយគឺជាគន្លឹះល្អមួយសម្រាប់ជៀសវាងការជាប់គាំងនយោបាយសម្រាប់ការបោះឆ្នោតនាអាណត្តិក្រោយៗគាត់ថាបើសិនជាធ្វើអញ្ចឹងវាមួយយ៉ាងដែរសម្រាប់តំណាងរាស្ត្រព្រោះអីពេលគាត់មានឈ្មោះក្នុងសភាហើយដល់ពេលគាត់អត់ចូលមកអញ្ចឹងបានន័យថាសភាអត់មានអ្នកធ្វើការដូច្នេះហើយអាចយើងទុកអាសនៈហ្នឹងទុកជាមុខខៈបានបើផ្អែកតាមសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមាន12ជំពូកនិង171មាត្រាសេចក្តីព្រាងច្បាប់នេះបានបញ្ចូលមាត្រាមួយចំនួនរួមមានការបន្ថែមអាសនៈនៅក្នុងសភាពី123ទៅ125ការបាត់បង់អាសនៈនៅក្នុងសភាប្រសិនបើគណៈបកនយោបាយណាមួយធ្វើពហិការមិនព្រមចូលសម័យប្រជុំដំបូងនិងមិនព្រមធ្វើសច្ចាប្រណិធានចូលកាន់តំណែងបន្ទាប់ពីការប្រកាសលទ្ធផលឆ្នោតរួចលើសពីនេះទៅទៀតមាត្រាទី84នៃច្បាប់នេះហាក់ដូចជាបានដាក់កំហិតទៅលើការបញ្ចេញមតិរបស់អង្គការក្រៅរដ្ឋាភិបាល
ដោយចែងថាអង្គការមិនមែនរដ្ឋាភិបាលឬសមាគមក្នុងស្រុកនិងសមាគមឬអង្គការអន្តរជាតិដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬជនបរទេសត្រូវកាន់ជំហរអព្យាក្រឹតឥតលំអៀងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងមាត្រាដដែលនេះក៏បានបញ្ជាក់ផងដែរមិនអោយអង្គការមិនមែនរដ្ឋាភិបាលធ្វើសកម្មភាពរួមមានការបញ្ចុះបញ្ចូលប្រជាពលរដ្ឋដង្ហែឃោសនាផ្សព្វផ្សាយគោលនយោបាយការចូលរួមជាសមាជិកគណៈបកនយោបាយការស្ទង់មតិក្នុងគោលបំណងបម្រើគណៈបកនយោបាយណាមួយការសរសេរឬការផ្ដល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគណៈបកនយោបាយណាមួយចំពោះអ្នកដែលប្រព្រឹត្តខុសនឹងមាត្រាខាងលើនេះត្រូវផាកពិន័យពី10លានទៅ20លានរៀលសេចក្តីព្រាងច្បាប់ដដែលបានបន្ថយចំនួនថ្ងៃឃោសនាបោះឆ្នោតពីរយៈពេល30ថ្ងៃមកត្រឹមចំនួន21ថ្ងៃវិញដោយឡែកសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតមាន7ជំពូកនិង66មាត្រាច្បាប់នេះរួមមានការដាក់ស្ថាប័នកោជបជាស្ថាប័នឯករាជ្យស្របតាមច្បាប់វិសោធនកម្មថ្មីរបស់រដ្ឋធម្មនុញ្ញនិងកំណត់កញ្ចប់ថវិកាមួយដោយឡែកលើសពីនេះទៅទៀតគណៈកម្មាធិការនេះមានសមាជិកភាព9រូបដែលក្នុងនោះមាន4រូបជ្រើសតាំងដោយគណៈបកកណ្ដាលអំណាច4រូបផ្សេងទៀតត្រូវជ្រើសតាំងដោយគណៈបកនយោបាយដែលមានអាសនៈនៅក្នុងសភាហើយមួយរូបផ្សេងទៀតនឹងត្រូវជ្រើសរើសដោយមានការឯកភាពពីគណៈបកទាំងអស់ដែលមានអាសនៈនៅក្នុងសភាជាតិហើយច្បាប់ដដែលនេះបានតម្រូវឲ្យសមាជិកនៃគណៈកម្មាធិការនេះមានសញ្ជាតិខ្មែរតែមួយគត់លោកគង់ជឿនអ្នករត់រមាក់កង់3កំពុងអង្គុយចាំមួយគាត់បានមានប្រសាសន៍ថាសេចក្តីព្រាងច្បាប់ទាំងពីរនេះបានផ្ដល់ផលចំណេញជាច្រើនដល់គណៈបកកាន់អំណាចពោលគឺគណៈបកប្រជាជនកម្ពុជាដោយសារតែសេចក្តីព្រាងច្បាប់មួយក្នុងចំណោមនេះបានហាម5សង្គមស៊ីវិលមិនឲ្យធ្វើការតស៊ូមតិក្នុងអំឡុងពេលឃោសនាបោះឆ្នោតនិងដាក់គំនាបដល់គណៈបកនយោបាយមិនឲ្យធ្វើពហិការក្នុងពេលប្រជុំសភាដំបូងតាមខ្ញុំគិតមើលប្រហែលខាងគណៈបកកាន់អំណាចដែលចំណេញនយោបាយខ្លាំងគេបង្កើតច្បាប់ថ្មីដែលពីមុនមិនធ្លាប់មានអញ្ចឹងណាហើយបំបិទសិទ្ធិអង្គការជាច្រើនមិនឲ្យចូលរួមមិនឲ្យធ្វើអញ្ចឹងណារឿងទេសជាតិអញ្ចឹងណាកាលពីសប្តាហ៍មុនអង្គការសង្គមស៊ីវិលដែលឃ្លាំមើលកិច្ចការបោះឆ្នោតនៅកម្ពុជាបានធ្វើការរិះគន់ចំលើសេចក្តីព្រាងច្បាប់ថ្មីនេះអាចមានផលអាក្រក់និងបំបិទសិទ្ធិរិះគន់របស់អង្គការទាំងនោះនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតនាពេលខាងមុខបន្ថែមពីនេះទៅទៀតសេចក្តីព្រាងច្បាប់មិនបានចែងពីសិទ្ធិនយោបាយរបស់ស្ត្រីនោះទេថ្លែងពីទីក្រុងហ្សឺណែវប្រទេសស្វីសអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សនៅកម្ពុជាលោកសូរិយាស៊ូបេឌីបានលើកពីសេចក្តីព្រួយបារម្ភចំពោះសេចក្តីព្រាងច្បាប់ទាំងពីរនេះលោកសង្កត់ធ្ងន់ថាគណៈបកនយោបាយមិនគួរចរចាគ្នាដោយប្រឆាចពីច្បាប់ជាតិនិងច្បាប់អន្តរជាតិឡើយលោកសោកស្ដាយដែលសេចក្តីព្រាងច្បាប់ត្រូវចែកជូនភាគីដែលចាប់អារម្មណ៍និងសង្គមស៊ីវិលយឺតពេលអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកឈឹមផលវិរុនបានច្រានចោលសម្ដីរបស់អង្គការសង្គមស៊ីវិលនិងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដោយនិយាយថាមានតែតំណាងរាស្ត្រកម្ពុជាទេដែលមានសិទ្ធិសម្រាប់នៅក្នុងការដកឬដាក់មាត្រាណាមួយអ្នកសំណុំពរនៅក្រៅសៃវៀនចាត់ទុកស្មើសូន្យគុំនិយាយត្រង់តសូយ៉ាសុបទីសូម្បីប្រធានាធិបតីសហរដ្ឋអាមេរិកក៏គ្មានសិទ្ធិអ្វីមកពជាប្រទេសដទៃទៀតឲ្យមកធ្វើច្បាប់តាមឆន្ទៈរបស់ខ្លួនទេដោយឡែកលោកយ៉ែមពុញរិទ្ធអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិបានប្រាប់ VOA ខេមរៈភាសាថាសេចក្តីព្រាងសេចក្តីស្នើច្បាប់ទាំងពីរនេះត្រូវបានដាក់ជូនសភារួចរាល់ហើយដើម្បីពិនិត្យមើលហើយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងយកមកពិនិត្យនាថ្ងៃប្រហ័សខាងមុខនេះមុនពេលបញ្ជូនទៅកាន់គណៈកម្មាធិការជំនាញរបស់រដ្ឋសភាជាតិដើម្បីពិនិត្យអត្ថន័យនៃច្បាប់នេះបន្តទៀតរាយការណ៍ពីរាជធានីភ្នំពេញខ្ញុំនៅវណ្ណរិន VOAលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាបេក្ខជនប្រធានាធិបតីម្នាក់កំពុងតែប្រឈមនឹងភាពចម្រូងចម្រាសមួយទាក់ទងនឹងការប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនសម្រាប់ការងារផ្លូវការក្នុងអំឡុងពេលដែលលោកស្រីបំពេញការងារជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកសមាជិកគណៈបកសាធារណរដ្ឋកំពុងខំដំឡើងភាពចម្រូងចម្រាសនេះខណៈដែលសមាជិកគណៈបកប្រជាធិបតេយ្យរំពឹងរង់ចាំការចាប់ផ្ដើមយុទ្ធនាការបោះឆ្នោតជា
ប្រធានាធិបតីរបស់លោកស្រី Clinton នៅចុងឆ្នាំនេះលោក Jim Malone អ្នកឆ្លើយឆ្លងព័ត៌មានថ្នាក់ជាតិរបស់ VOA មានសេចក្តីរាយការណ៍ពីរដ្ឋធានី Washington ហើយនាងតិនសុកសៃនិតប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅភាពចម្រូងចម្រាសនេះបានកើតឡើងនៅពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថាលោកស្រី Clinton បានប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនជំនួសអ៊ីមែលរបស់រដ្ឋាភិបាលដើម្បីបំពេញកិច្ចការរដ្ឋាភិបាលក្នុងអំឡុងពេលដែលលោកស្រីជារដ្ឋមន្ត្រីក្រសួងការបរទេសមន្ត្រីក្រសួងការបរទេសនិយាយថាការប្រើអ៊ីមែលផ្ទាល់ខ្លួនមិនត្រូវហាមឃាត់ទេហើយថាលោកស្រី Clinton មិនដែលចែករំលែកព័ត៌មានសម្ងាត់នៅក្នុងអ៊ីមែលនេះទេប៉ុន្តែក្រុមអ្នករិះគន់និយាយថានេះអាចជាមធ្យោបាយមួយដែលលោកស្រីលាក់បាំងការតាក់ទងរបស់លោកស្រីនៅលើទំព័រ Twitter របស់លោកស្រី Clinton លោកស្រីបាននិយាយថាគាត់ចង់ឲ្យសាធារណជនមើលអ៊ីមែលរបស់គាត់ហើយថាលោកស្រីបានស្នើឲ្យក្រសួងការបរទេសបង្ហាញអ៊ីមែលទាំងអស់នោះជាសាធារណៈមន្ត្រីក្រសួងការបរទេសឲ្យដឹងថាការពិនិត្យមើលអ៊ីមែលរាប់ពាន់នេះទើបតែចាប់ផ្ដើមហើយត្រូវការពេលជាច្រើនខែព័ត៌មានដែលថាលោកស្រី Clinton បានប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួននេះបានបណ្ដាលឲ្យមានការរិះគន់ពីសមាជិកសភានៃគណៈបក្សសាធារណរដ្ឋរួមមានសមាជិកនៃគណៈកម្មាធិការសភាតំណាងរាស្ត្រពិសេសមួយដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតលើការវាយប្រហារភេរវកម្មឆ្នាំ2012មកលើស្ថានទូតសហរដ្ឋអាមេរិកនៅក្រុង Benghazi ប្រទេសលីប៊ីលោក Chris Stevens ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងជនជាតិអាមេរិក3នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារនោះហើយសមាជិកសភានៃគណៈបក្សសាធារណរដ្ឋបាននិយាយថាលោកស្រី Clinton គួរតែអាចធ្វើច្រើនជាងនេះក្នុងនាមជារដ្ឋមន្ត្រីការបរទេសដើម្បីការពារអ្នកទាំងអស់នោះលោក Trey Gowdy សមាជិកសភាតំណាងរាស្ត្ររដ្ឋ South Carolina និងជាប្រធានគណៈកម្មាធិការនេះឲ្យដឹងថាលោកចង់មើលអ៊ីមែលទាំងអស់នោះ Only she has a complete record and the committee is having មានតែលោកស្រី Clinton ទេដែលមានបញ្ជីអ៊ីមែលទាំងនោះដូច្នេះគណៈកម្មាធិការត្រូវតែទៅជួបគាត់និងមេធាវីរបស់គាត់និងអ្នកផ្ដល់សេវាកម្មអ៊ីមែលនោះដើម្បីធានាថាយើងអាចមើលអ៊ីមែលទាំងនោះបានដែលពលរដ្ឋអាមេរិកគ្រប់រូបមានសិទ្ធិដឹងឮអំពីរឿងនេះភាពចម្រូងចម្រាសលើអ៊ីមែលនេះកំពុងតែកើតមានឡើងខណៈដែលសមាជិកសភានៃគណៈបកប្រជាធិបតេយ្យរំពឹងថាលោកស្រី Clinton នឹងប្រកាសការចូលឈ្មោះជាបេក្ខជនប្រធានាធិបតីនៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះលោកស្រី Clinton ទំនងជាផ្ដល់តម្រុយម្ដងទៀតនៅក្នុងថ្ងៃនេះក្នុងអំឡុងពេលថ្លែងសន្ទរកថាទៅកាន់សមាគម Emily's List ដែលជាក្រុមអ្នកនយោបាយដែលគាំទ្របេក្ខជនចូលឈ្មោះបោះឆ្នោតជាស្ត្រី Don't you want to see more women running for Congress? And I suppose it's only fair to say, don't you someday want to see a woman president of the United States? លោកស្រី Clinton មានប្រសាសន៍ថាតើអ្នកមិនចង់ឃើញបេក្ខជនជាស្ត្រីចូលឈ្មោះបោះឆ្នោតជាតំណាងរដ្ឋសភាទេឬហើយវាសមហេតុផលដែលលោកស្រីអាចនិយាយបានថាតើអ្នកមិនចង់ឃើញប្រធានាធិបតីអាមេរិកជាស្ត្រីទេឬកាលពីអតីតកាលលោកស្រី Clinton និងស្វាមីរបស់លោកស្រីគឺលោក Bill Clinton ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានរិះគន់ពីការលាក់បាំងព័ត៌មានលោក Larry Sabato អ្នកវិភាគខាងនយោបាយម្នាក់នៃសាកលវិទ្យាល័យ Virginia ឲ្យដឹងថា We also know that they have a penchant for secrecy that យើងក៏ដឹងថាអ្នកទាំងពីរមានទំនោរខាងលាក់បាំងរឿងសម្ងាត់ដូច្នេះរឿងតម្លាភាពគឺមិនត្រូវគ្នានឹងអ្នកទាំងពីរទេជាញឹកញាប់ពួកគាត់ជឿលើគំរូច្បាប់ពីរមួយគឺសម្រាប់គាត់ទាំងពីរនិងមួយទៀតសម្រាប់អ្នកផ្សេងទៀតក៏ប៉ុន្តែលោក Sabato បន្ថែមទៀតថាយើងមិនអាចដឹងពីផលប៉ះពាល់នៃភាពចម្រូងចម្រាសនេះមកលើលោកស្រី Clinton នៅឡើយទេខណៈដែលលោកស្រី Clinton រៀបចំខ្លួនដើម្បីចូលឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ2016ដែលមនុស្សជាច្រើនអ្នកបានរំពឹងទុកនោះ The only significant political reaction to this ប្រតិកម្មខាងនយោបាយដ៏សំខាន់មួយគឺក្នុងករណីអ៊ីមែលដែលនឹងផ្សព្វផ្សាយនោះមានផ្ទុកនៅព័ត៌មានដ៏គ្រោះថ្នាក់អ្វីមួយបើសិនជាអ៊ីមែលទាំងនោះគ្មានព័ត៌មានអ្វីសំខាន់ទេនោះភាពចម្រូងចម្រាសនេះនឹងសាបរលាបទៅវិញដូចគ្នានឹងបញ្ហាផ្សេងៗដែលហាក់ដូចជាសំខាន់នៅពេលនោះតែប៉ុណ្ណោះអ្នកវិភាគផ្សេងៗទៀតឲ្យដឹងថាភាពចម្រូងចម្រាសលើអ៊ីមែលនេះអាចជាសញ្ញានៃបញ្ហានយោបាយសម្រាប់លោកស្រី Clinton លោក Tom DeFrank អ្នកវិភាគនយោបាយជើងចាស់ម្នាក់នៃទិនានុបវត្តជាតិ
បានធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបញ្ហាជំវិញសារព័ត៌មានរបស់ VOA To say they have a penchant for secrecy is an understatement. They are obsessed with ការដែលនិយាយថាទាំងលោកស្រី Clinton និងស្វាមីរបស់លោកស្រីមានទំនោរទៅលើការលាក់បាំងព័ត៌មានសម្ងាត់អាចជាការនិយាយបន្ថែមបន្ថយអ្នកទាំងពីរគិតតែពីលាក់បាំងព័ត៌មានហើយវាត្រូវទៅតាមការលើកឡើងដែលថាអ្នកទាំងពីរតែងតែមិនអាកាត់សេចក្តីឲ្យដាច់អំពីបញ្ហាវិបត្តិនិងគ្រោះមហន្តរាយនោះខ្ញុំគិតថានេះមិនបង្ហាញការឆ្លៀសវៃទេការសិក្សាថ្មីមួយបង្ហាញថាលោកស្រី Clinton គឺជាបេក្ខជនដ៏ពេញនិយមមួយសម្រាប់តំណែងជាបេក្ខជនប្រធានាធិបតីរបស់គណៈបកប្រជាធិបតេយ្យក៏ប៉ុន្តែភាពចម្រូងចម្រាសលើអ៊ីមែលនេះបានធ្វើឲ្យសកម្មជនគណៈបកប្រជាធិបតេយ្យខ្លះព្រួយបារម្ភហើយអាចនឹងស្វែងរកសមាជិកបម្រុងម្នាក់ជំនួសលោកស្រី Clinton ក្នុងចំណោមសមាជិកនៃគណៈបកប្រជាធិបតេយ្យដែលមានចំណាប់អារម្មណ៍ចូលឈ្មោះជាបេក្ខជនប្រធានាធិបតីនោះគឺលោក Joe Biden អនុប្រធានាធិបតីលោក Martin O'Malley អតីតអភិបាលរដ្ឋ Maryland លោក Jim Webb អតីតសមាជិកព្រឹទ្ធសភារដ្ឋ Virginia លោក Bernie Sanders សមាជិកព្រឹទ្ធសភាឯករាជ្យម្នាក់តំណាងឲ្យរដ្ឋ Vermont ពីរដ្ឋធានី Washington ខ្ញុំតែនសុកស្រីនិត VOAលោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washington កាលពីថ្ងៃអង្គារម្សិលមិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំខឹងនឹងក្រុមមេធាវីការពារឲ្យជនជាប់ចោទនួនជានិងខៀវសំផនដោយសារការជាប់ពាក់ព័ន្ធនឹងអំពើឃោរឃៅកាលពីជិត40ឆ្នាំមុនមេធាវីអ្នកខ្លំមើលសាលាក្តីខ្មែរក្រហមចាត់ទុកថានេះជាសារៈសំខាន់មួយលោកគង់ស្ថានរិទ្ធនៃ VOA រាយការណ៍រឿងនេះពីទីក្រុងភ្នំពេញនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកហ៊ុនសែនបានអំពាវនាវនៅថ្ងៃអង្គារនេះកុំឲ្យប្រជាពលរដ្ឋខ្មែរខឹងសម្បានឹងក្រុមមេធាវីការពារក្តីអតីតមេដឹកនាំកម្ពុជាខ្មែរក្រហមបើទោះបីជាអតីតមេដឹកនាំខ្មែរក្រហមទាំងនោះជាប់ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរខ្លួនឯងក៏ដោយសេចក្តីអំពាវនាវនេះធ្វើឡើងនៅក្នុងពេលដែលសាលាក្តីខ្មែរក្រហមកំពុងតែកាត់ទោសនួនជាអតីតប្រធានសភាខ្មែរក្រហមដែលជាអតីតមេដឹកនាំអំណាចកម្ពុជាទី2របស់ខ្មែរក្រហមនិងខៀវសំផនអតីតប្រមុខរដ្ឋខ្មែរក្រហមក្នុងសំណុំរឿង002វគ្គទី2អតីតមេដឹកនាំកម្ពុជាខ្មែរក្រហមទាំងពីរត្រូវចោទប្រកាន់តាក់ទងទៅនឹងការទទួលខុសត្រូវនៃការសម្លាប់និងការស្លាប់របស់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច1.7 លាននាក់ចន្លោះពេលដែលពួកគេកាន់អំណាចពីខែមេសាឆ្នាំ1975ដល់ខែមករាឆ្នាំ1979លោកហ៊ុនសែនបានរំលឹកនៅក្នុងពិធីចែកសញ្ញាបត្រមួយនៅក្នុងទីក្រុងភ្នំពេញថាការការពារក្តីគឺជាតួនាទីរបស់មេធាវីបើទោះបីជាកូនក្តីរបស់ខ្លួនប្រព្រឹត្តខុសធ្ងន់ធ្ងរយ៉ាងណាក៏ដោយប្រជាពលរដ្ឋយើងមួយចំនួនទៅខឹងមេធាវីការពារជនជាប់ចោទនៅក្នុងតុលាក្តីខ្មែរក្រហមអត់ទេសូមប្រជាពលរដ្ឋរបស់យើងកុំខឹងជាមួយនឹងមេធាវីការពារលោកនួនជាមេធាវីការពារលោកខៀវសំផនមេធាវីការពារអ្នកមុនកុំខឹងជគាត់មុខនេតិគាត់យើងទោះបីកូនក្រីខុសប៉ុណ្ណាក៏ដោយរកវិធីធ្វើទៅកុំខឹងរឿងហ្នឹងវាជាជីវៈរបស់មេធាវីកាលពីប្រមាណឆ្នាំមុនក្រមប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយរបបខ្មែរក្រហមនិងជាដើមបណ្ដឹងរដ្ឋប្រវេណីបានផ្ទុះកំហឹងយ៉ាងខ្លាំងហើយហ៊ាននឹងបង្កឲ្យមានអំពើហិង្សាប្រឆាំងទៅនឹងលោកសសាវ៉ានអតីតមេធាវីការពារក្តីឲ្យខៀវសំផននៅក្នុងសន្និសីទកាសែតមួយនៅសាលាក្តីខ្មែរក្រហមមូលហេតុគឺដោយសារតែមេធាវីលោកសសាវ៉ានបាននិយាយកាន់ជើងអតីតប្រមុខរដ្ឋខ្មែរក្រហមរូបនេះហើយក្រមប្រជាពលរដ្ឋបានទាមទារឲ្យចាត់ទុកខៀវសំផនថាមានកំហុសមិនអាចអត់ឱនឲ្យបាននួនជានិងខៀវសំផនដែលមានវ័យជាង80ឆ្នាំរៀងខ្លួនត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងការកាត់ទោសក្នុងសំណុំរឿង002វគ្គទី1នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះលោកប្រមុខរដ្ឋាភិបាលខ្មែរក៏បានរិះគន់ការធ្វើពហិការចូលរួមសវនាការរបស់មេធាវីចុងចោតខៀវសំផននិងនួនជាកាលពីចុងឆ្នាំកន្លងទៅលោកបានហៅការធ្វើពហិការនោះថាគឺជារឿងឆោតល្ងង់និងអាចអូសបន្លាយពេលវេលាកាត់ទោសសូមកុំចេះតែពហិការបើអញ្ចឹងជាតិណាទៅកាត់បានលោកសុនអរុនសហមេធាវីកម្ពុជាការពារឲ្យនួនជាបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរមួយចំនួននៅមិនទាន់យល់ពីតួនាទីរបស់មេធាវីការពារក្តី
អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមប៉ុន្តែលោកហ៊ុនសែនដែលជាសមាជិកគណៈមេធាវីមួយរូបយល់ពីបញ្ហានេះនៅមានខ្លះគេមិនសូវចូលចិត្តចឹងដែរគេថាមេខ្មែរក្រហមជាអ្នកគិតកោអភិជនជាតិឯងបែបយ៉ាងចឹងអ្នកដែលមិនយល់មិនបានដឹងច្បាប់ហ្នឹងគឺគេសោកព្រោះគេសោកខ្មែរក្រហមតែគេសោកខ្ញុំអត់មេធាវីដែរមិនសម្ដីរបស់លោកហ្នឹងមានន័យថាលោកយល់រឿងច្បាប់ហើយនឹងក្រមសីលធម៌របស់មេធាវីច្បាស់លាស់ព្រោះលោកជាមេធាវីលោកបានមើលបានអានបានរៀនចឹងដែរលោកឡាត់គីអ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់សមាគមការពារសិទ្ធិមនុស្សអាត់ហុកយល់ថានេះគឺជាសារមានសារៈប្រយោជន៍សម្រាប់សាធារណជនដែលបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានតាមដានដំណើរការកាត់ទោសខ្មែរក្រហមផងដែរក៏ប៉ុន្តែលោកឡាត់គីមើលឃើញថាប្រជាពលរដ្ឋមានការយល់ដឹងជាមូលដ្ឋានច្រើនអំពីដំណើរការនិងទួនាទីនៅក្នុងការកាត់ក្តីនៅពេលនេះពីរាជធានីភ្នំពេញខ្ញុំគង់សុថានរិទ្ធ VOA ក្នុងការផ្សាយរបស់យើងនៅរាត្រីនេះសូមអរលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍ពីប្រទេសកម្ពុជាអាស៊ីនិងពិភពលោកសូមអរគុណតទៅនេះលោកឈឹមសមេតសូមជូនព័ត៌មានពិភពលោកសង្ខេបសូមជើញបាទអរគុណអ្នកការទូតសហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់ទទួលបន្ទុកកិច្ចការទ្វីបអឺរ៉ុបនិយាយថាពួកពលរដ្ឋនៅក្នុងផ្នែកជាច្រើននៃតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែនដាច់ដោយសារសង្គ្រាមនិងក្នុងតំបន់គ្រីមេកំពុងរស់នៅក្រោមការភ័យខ្លាចយ៉ាងខ្លាំងបណ្ដាលមកពីការហូរចូលថ្មីនៃអាវុធធុនធ្ងន់របស់រុស្ស៊ីលោកស្រី Victoria Nuland ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានមានប្រសាសន៍កាលពីថ្ងៃអង្គារប្រាប់គណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកថាកងរថក្រោះរថពាសដែកនិងកាំភ្លើងធំរុស្ស៊ីបានចូលឆ្លងកាត់ព្រំដែនកាលពីប្រមាណថ្ងៃថ្មីនេះកាលពីថ្ងៃអង្គារលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានមានប្រសាសន៍ថាជាការល្អប្រសើរក្នុងការប្រើប្រាស់គណនីអ៊ីមែល2ដាច់ដោយឡែកពីគ្នានៅពេលលោកស្រីកាន់តំណែងរដ្ឋមន្ត្រីក៏ប៉ុន្តែលោកស្រីក៏បានមានប្រសាសន៍ដែរថាលោកស្រីមិនបានធ្វើអ្វីខុសទេការមានប្រសាសន៍ទាំងនេះជាអត្ថាធិប្បាយសាធារណៈលើកទី1របស់លោកស្រីអំពីរបាយការណ៍មួយក្នុងកាសែត New York Times ដែលថាលោកស្រីបានប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់លោកស្រីសម្រាប់ការតាក់ទងជាផ្លូវការដោយមិនបានប្រើអាសយដ្ឋានរបស់រដ្ឋាភិបាលទេផ្នែកផ្សាយជាភាសាទីបេនៃ VOA បានរាយការណ៍ថាដោយចង្អុលបង្ហាញប្រវត្តិសាស្ត្ររបស់ប្រទេសជាតិលោកស្រីផ្ទាល់ជាមួយប្រទេសជិតខាងដូចជាប្រទេសបារាំងជាដើមលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់បានសុំឲ្យប្រទេសជប៉ុនធ្វើការឆ្ពោះទៅកាន់ការកាត់បន្ថយភាពតានតឹងជាមួយប្រទេសជិតខាងក្នុងទ្វីបអាស៊ីផ្នែកផ្សាយជាភាសាកូរ៉េនៃ VOA បានរាយការណ៍កាលពីថ្ងៃអង្គាររដ្ឋាភិបាលកូរ៉េខាងត្បូងបានព្រមានមើងម៉ាត់ដល់ក្រុមហ៊ុនកូរ៉េខាងត្បូងដែលមានរោងចក្រក្នុងមជ្ឈមណ្ឌលឧស្សាហកម្មកែសុងកុំឲ្យយល់ព្រមតាមការទាមទាររបស់កូរ៉េខាងជើងឲ្យដំឡើងប្រាក់បៀវត្សសម្រាប់ពួកកម្មករកូរ៉េខាងជើងកម្មវិធីផ្សាយរបស់ VOA សំឡេងសហរដ្ឋអាមេរិកនៅវេលាព្រឹកនេះចាប់តែត្រឹមនេះ